ស្ដីបងប្អូនទាំងអស់គ្នាឥឡូវនេះខ្ញុំប្រៀបអូនស្រីរបស់ខ្ញុំកំពុងតែធ្វើដំណើរទៅចូលស្រូវនៅឯព្រៃខាងនោះបងប្អូនចាដោយសារតែនៅខាងនោះគឺវាផុងអញ្ចឹងហើយគឺយើងអត់អាចច្រូតម៉ាស៊ីនបានទេយើងយកកណ្ដៀវហើយមានខ្វាងអញ្ចឹងណាពួកកន្លែងខ្លះលិចទឹកអញ្ចឹងហើយមកខោពេលវេលាយូរទៅទស្សនាពីការចូលទាំងអស់គ្នា Let's go ឥឡូវនេះនាងខ្ញុំតាំងពីអ្នកបងស្រីកំពុងតែធ្វើដំណើរទៅឲ្យបងប្អូនចាយើងចាប់ដើមធ្វើការចុះទៅក្នុងស្រែដូចសម្លេងស៊ីនដែលបងប្អូនបានស្ដាប់អញ្ចឹងគឺវាលិចទឹកវាមានទឹកអញ្ចឹងណាហើយខាងមុខនោះគឺស្រែទាំងអស់បងប្អូនហើយកន្លែងផ្លូវដើររបស់ខ្ញុំគឺជាខ្នល់ហើយនោះគឺជាថ្ងៃហើយកន្លែងរបស់នេះគឺជាគោលរបស់ខ្ញុំអញ្ចឹងណាអានេះមកឲ្យបងស្រីខ្ញុំធ្វើការថតឲ្យខ្ញុំដើរពីក្រោយអញ្ចឹងណាបងប្អូនចាតានេះប៊ីតាក់ខ្សែគោវានឹងដួលបងប្អូនដោយសារស្បែកជើងវាធ្ងន់ដែរហើយយើងដើរទៅយើងមិនសូវមានកម្លាំងអញ្ចឹងណាឥឡូវនេះយើងដើរមកដល់ស្រែហ្នឹងហើយបងប្អូនចាម្ដាយរបស់ខ្ញុំនិងបងប្អូនរបស់ខ្ញុំចូលពីមុនមកចូលបានខ្លះហើយម៉ាស៊ីនហ្នឹងគេចុះបានខ្លះហើយមកនេះគឺជាស្រែរបស់យើងដែលយើងត្រូវច្រូតក្នុងព្រឹកនេះដូចបងប្អូនឃើញនៅក្នុងវីដេអូស្រាប់អញ្ចឹងគឺសភាពធ្ងន់ធ្ងរខ្លាំងតែម្ដងនៅកប់នៅក្នុងដីតែម្ដងណាព្រោះសារយើងទុកវាយូរហើយវាភ្លៀងមកហើយមូលហេតុដែលវាផុងហ្នឹងដោយសារយើងជីកដីយកទៅដាក់នៅផ្ទះរបស់យើងបងប្អូនថាជីកដីពីស្រែយកទៅដាក់ផ្ទះរបស់យើងហើយនេះខ្ញុំដើរមកកន្លងជុំវិញនឹងសិនបងប្អូនចាគឺគេច្រូតអស់ហើយនៅសល់តែគុនទីរបស់ខ្ញុំឬក៏ហៅថាគុនពើបងប្អូនសម្រាប់តំបន់របស់ខ្ញុំនៅខាងស្វាយរៀងគេហៅបែបហ្នឹងហើយខ្ញុំដើរមកឃើញពាក្យបងប្អូនតំណងខ្លាំងមែនទែនលើបេះភ្លុកមើលនៅឃើញការពីសម័យនៅរៀនបឋមនិយាយពីថាអំបិលមួយដាក់បុកមកនិយាយពីថាជាតិរសជាតិឥឡូវភ្លុកទៅមាត់ទៅនិយាយពីថាឆ្ងាញ់ខ្លាំងមែនទែនផ្អែមមុតរយ៉ាលតែម្ដងចាមួយមិនគ្រប់ថែមមួយបន្ថែមចាវាទុំបងប្អូនចាខ្ចីក៏យើងញ៉ាំបានតែចាស់យើងញ៉ាំរយៈកើតវារឹងណាខ្ចីយើងដាក់បុកអំបិលចុចទៅដាក់ហឹលឆ្ងាញ់ខ្លាំងមែនទែនចាឥឡូវនេះខ្ញុំធ្វើការកាត់វាយកមកឲ្យបងប្អូនចាយកទៅដាក់នៅស្រែខ្លួនឯងពេលទៅផ្ទះចាំយើងយកទៅអញ្ចឹងណាហើយនៅនេះវាសបោដែរបងប្អូនចាប៉ុន្តែវាខ្លះវាអត់ទាន់ទុំអញ្ចឹងខ្ញុំក៏ខ្ជិលដើរថតឥឡូវបងប្អូនស្រីរបស់យើងគាត់កំពុងតែធ្វើការចូលស្រូវម្នាក់ឯងសិនខ្ញុំសូមដើរមើលព្រៃប្រឹក្សាអ្នកតាវត្តបន្តិចហើយនេះដូចជាដើមអីបងប្អូនដើមបាក់ចាប់ទាំងដើមអីមិនដឹងខ្ញុំសូវស្គាល់ទេដោយសារខកខានយូរអញ្ចឹងណាចាឥឡូវនេះស្រែរបស់យើងនៅក្នុងស្រូវនឹងសុភាពពិបាកមើលខ្លាំងមែនតើឥឡូវនេះចូលតែប៉ុណ្ណឹងទេបងប្អូនចាដល់ល្ងាចយើងចាប់ដើមដល់ដឹកកណ្ដាប់ហើយអើយខ្ញុំមកតាមផ្លូវឃើញសបុកចាប់ក៏ធ្វើការនេះទៅបងប្អូនចាធ្វើការយកដាក់ក្នុងផ្ទះគាត់ឲ្យក្មេងៗលេងអញ្ចឹងណាហើយនេះផ្ទះរបស់ខ្ញុំបងប្អូនចាมันមានធូរធារទេប៉ុន្តែយើងអាចរស់នៅបានអញ្ចឹងណាបងប្អូនចាបែបជនបទគឺប៉ុណ្ណឹងសមរម្យហើយបងប្អូនពូមីគាត់មកលេងអញ្ចឹងណាហើយនេះបងប្អូនចាគឺជាចំណាប់នៃស្រែរបស់យើងដែលយើងអត់ទាន់បានច្រូតហ៎ច្រើនគួរសមដែរឥឡូវនេះយើងដល់វគ្គមួយជើងទៀតហើយបងប្អូនគឺយើងរុញអាទះពីទះរបស់យើងយកមកស្រែដើម្បីដាក់កណ្ដាប់ទៅព្រោះវាយើងឆ្ងាយដែរវាចូល6-700 ម៉ែត្រដែរហ្នឹងណាចាឆ្ងាយដែរហើយព្រឺស្រែធំប៉ុណ្ណឹងក៏ស្រួលដឹកដែរបងប្អូនចាវាមិនជាបញ្ហាទេសម្រាប់ពួកខ្ញុំអ្នកជនបទគឺវាសមល្មមអញ្ចឹងណាបងប្អូនចាឥឡូវយើងត្រូវចុះស្រែសិនបងប្អូនហើយដើម្បីកុំឲ្យពិបាកគឺបងប្អូនឲ្យអ្នកមានកម្លាំងទៅចាអ្នកមានកម្លាំងបានធ្វើបានពួកដីវាតុនវាមានទឹកដូចបងប្អូនឃើញស្រាប់អញ្ចឹងដល់ពេលអញ្ចឹងយើងដាក់រៀងធ្ងន់ទៀតវាផុងហើយអត់បានចងកណ្ដាប់ទេបងប្អូនដោយសារវាទឹកខ្លាំងពេកដល់ទឹកខ្លាំងពេកអញ្ចឹងយើងត្រូវបរិយាយវាដើម្បីឲ្យវាស្ងួតហើយយើងយកទៅដាក់នៅក្នុងរបស់យើងទៅនៅក្នុងផ្ទះរបស់យើងណាបងប្អូនចាផ្ទះរុញដីហ្នឹងអាហ្នឹងហើយយើងជំនួយការយើងអត់មានអីដឹកញ៉ៃទេអូខ្ញុំប៊ីដួលទេបងប្អូនមិនសំដែងគឺជាការពិតប៊ីប្រកាប់មុខទៀតមិញចាឥឡូវគឺធ្វើការប្រមូលជាមួយនឹងស្រូវរបស់យើងកណ្ដាប់របស់យើងហ្នឹងបងប្អូនចាយើងបរិយាយវាអត់បានចងទេដោយសារវាសាមខ្លាំងពេកហើយកន្លែងណាស្ងួតហ្នឹងគឺយើងធ្វើការចងវាដូចនៅក្នុងវីដេអូនេះអញ្ចឹងប៉ុន្តែខ្ញុំមួយរយៈហ្នឹងវារៀងខ្សោយបងប្អូនអើយតាំងពីយើងលែងនៅធ្វើស្រែអញ្ចឹងណាមិនមានកម្លាំងដូចមុនទេឥឡូវនេះយើងរៀបចំដាក់នៅនឹងហើយក៏យើងធ្វើការរុញអាតេះយើងដើម្បីធ្វើដំណើរទៅផ្ទះរបស់យើងបងប្អូនចា
đi phơi xa nên cái lọc cái liệt đai cha về đai là sợi việt ở tầm chân những cái chập đam thôi ca cặp phơi sái một bọn cha làm vậy mình tật hầu sọc cột ở chân viên cái lại cái lọc bình tịch lấy dương rồi mình ọp lấy dương thu hay một bọn cha đợi xa việt đây smile cha đây smile chân tới cứ dương nghi rồi anh đi một bọn cha cứ dương chập đam mà thua cá lương bị đạ tới hai vì dương mặt đòn chống này ôi cho gì tham bởi chừng nón môn gì vì cái trâu hai cái chua của ba đai kia một bọn và ba đai kia chẳng tới trâu mà đâu mà nè hay dương ở bao có một bọn dương bao có dương bài nâng chương dương thôi mà đa nâng nhôm cả nơi riêng và thom bài phong bao phong cái miền và đập chập pi một bọn thì mình snow của dương đồng bị phăng tới thôi tôi đã sờ sờ bái mới giang đai ca chừng nón đâu mưa dập hơi và đá cái dương thua bệnh nâng và đá đỏ là lên miền một bọn cha rồi tầm sân bao của lên trong miền đai bảo miền tai chỉ mùi mà sân trâu vô tay mà đông bữa còn lớn viên nghi sưu trắng á clay rồi như mình chầm này đôi tràn này bảo bị muốn cứ như ngật chầm này pe và lý một bọn mình tái con bị giang này hayนี่คือtập hiệp tầng sông tại mà đâu một bọn cha bạn trâu thay hái dương một tập hợp bảo dương cứ nơi xa tái muối tiền tê một bọn nơi xa hại hại trắng á nèហើយសម្រាប់វីដេអូថ្ងៃនេះក៏អត់មានអីច្រើនដែរបងប្អូនទាំងអស់គ្នាគឺមានតែប៉ុណ្ណឹងទេអរគុណសម្រាប់ការទស្សនាវីដេអូនេះពីដើមដល់ចប់ជួបនាងខ្ញុំម្ដងទៀតសម្រាប់វីដេអូក្រោយបើមានកំហុសខុសឆ្គងត្រង់កន្លែងណាសូមពុកម៉ែបងប្អូនទាំងអស់គ្នាខន្តីអភ័យទោសជម្រាបលាម្ដងទៀតហើយក៏អរគុណសម្រាប់ការចូលចិត្តបាយបាយ